បន្ទាប់ពីវះកាត់ឈាមកកក្នុងខួរក្បាលដោយជោគជ័យហើយតើខ្សែក្រវ៉ាត់ដ៏កំសត់របស់កីឡាករគុនខ្មែរម្នាក់នេះអាចនឹងបញ្ចប់ត្រឹមនេះហើយឬអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរជាច្រើនបន់ស្រន់សុំឲ្យកីឡាករដែលជា idol របស់ខ្លួនវះកាត់ខួរក្បាលទទួលបានជោគជ័យហើយពួកគេបានចោទជាសំណួរថាតើខ្សែជីវិតដ៏កំសត់របស់កីឡាករគុនខ្មែរម្នាក់នេះអាចនឹងបញ្ចប់ត្រឹមនេះហើយឬបើទោះជាអ្នកលេងគុនខ្មែរអ៊ូចធីរិទ្ធបានវះកាត់ឈាមកកក្នុងខួរក្បាលដោយជោគជ័យហើយនឹងបានដឹងខ្លួនវិញផងដែរបន្ទាប់ពីរូបគេសន្លប់អស់ជាង11ម៉ោងរួចមកនោះបើតាមការលើកឡើងរបស់ភរិយាកីឡាករអ៊ូចធីរិទ្ធបានបញ្ជាក់ថាប្តីរបស់ខ្លួនបានវះកាត់ទទួលបានជោគជ័យហើយនឹងបានដឹងខ្លួនឡើងវិញផងដែរបន្ទាប់ពីវះកាត់រួចមកការចងចាំរបស់ប្តីក៏ប្រសើរឡើងវិញផងដែរដោយនៅស្គាល់និងចាំមនុស្សជុំវិញខ្លួនដែលធ្លាប់ប្រស័យតាក់ទងគ្នាជិតស្និទ្ធពីមុនមកបើទោះនៅចាំនិងស្គាល់អ្នកជុំវិញខ្លួនវិញមែនប៉ុន្តែហាក់ដូចជាឆាប់ភ្លេចវិញកីឡាករអ៊ូចធីរិទ្ធនិយាយក្នុងវីដេអូរបស់ខ្លួនផងដែរអរគុណអ្នកស្រឡាញ់គាំទ្រដល់រូបគេនិងបានបារម្ភចំពោះសុវត្ថិភាពរបស់ខ្លួនកន្លងទៅនេះនៅពេលនេះរូបគេបានដឹងខ្លួនមកវិញហើយប៉ុន្តែពិបាកក្នុងខ្លួនបន្តិចកូនសិស្សលោកធីណារិនរូបនេះសង្ឃឹមថាខ្លួននឹងឆាប់បានវិលត្រឡប់មកកាន់សង្វៀនគុនខ្មែរវិញប៉ុន្តែមិនដឹងពេលណានោះទេព្រោះរបួសនេះធ្ងន់ធ្ងរខ្លាំងផ្នែកក្បាលបែបនេះបញ្ជាក់ដែរថាកីឡាករអ៊ូធីរិទ្ធជាអ្នកប្រដាល់មានចរិតសុភាពរាបសារមុខកាចវាកាចមិនញញើតដៃគូឡើយរូបគេបានរងរបួសក្រោយពីប្រកួតឈ្នះពិន្ទុកីឡាករប្រេស៊ីល Gabriel Souza កាលពីថ្ងៃទី16ខែឧសភាឆ្នាំ2026នៅឯខេត្តកំពតក្នុងកម្មវិធីប្រដាល់របស់សង្វៀនតូតកហើយកីឡាករអ៊ូចធីរិទ្ធបានវះកាត់រួចរាល់ហើយកាលពីព្រឹកថ្ងៃទី18ឧសភាថ្មីនេះនិងកំពុងសម្រាប់ព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃចុះបងប្អូនមានអ្វីជូនពរដល់កីឡាករអ៊ូចធីរិទ្ធដែរទេដែលកំពុងសម្រាប់ព្យាបាលនៅមន្ទីរពេទ្យនេះសូមចូលរួមខមមិននិង share តាមការគួរ